Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមកលេងហ្គេម The Fog ហើយហ្គេមហ្នឹងទើបតែចេញដែរទេចឹងហើយខ្ញុំអត់សូវចេះលេងទេបន្ទាប់មកគឺយើងមកនិយាយមួយលោកតា Sensei Moro គាត់នឹងឲ្យរោយើងចំនួន3ដើម្បីបវលយករេ Bruh. Bruh. តមកទៀតគឺគេតម្រូវឲ្យយើងទៅជីករ៉ែដើម្បីយករ៉ែហ្នឹងមកធ្វើជាកូនកបិត បន្ទាប់ពីយើងជីករ៉ែហើយគឺយើងយករ៉ែដែលយើងជីកហ្នឹងទៅកន្លែងឡដើម្បីធ្វើកូនកបិត ដោយសារតែខ្ញុំអត់តន់ចេះលេងចឹងហើយពេលខ្ញុំដំដៃធ្វើអាវុធហ្នឹងគឺចុចទៅចេញបែតរហូត Bruh. 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 ហើយការដំដែកលើកហ្នឹងក៏មិនខុសពីលើកមុនដែរដំទៅចេញបែត Bruh. 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 បន្ទាប់ពីធ្វើកូនកបិតបានចំនួន2ដើមហើយគឺគេតម្រូវឲ្យយើងយកកូនកបិតមួយទៅលក់ដើម្បីទទួលបានលុយ បន្ទាប់ពីយើងទទួលបានលុយហើយគឺយើងយកលុយហ្នឹងទៅទិញ PX ដើម្បីមានភាពងាយស្រួលក្នុងការជីករ៉ែ ពីជីករ៉ែហើយគឺយើងយករ៉ែហ្នឹងទៅផលិតជាអាម៉័រ Bruh.
A few moments later. បន្ទាប់ពីការជីករ៉ែបានច្រើនហើយខ្ញុំសម្រេចចិត្តថានឹងផលិតអាវុធមួយដើម្បីការពារខ្លួន Bruh, 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 bruh. បន្ទាប់ពីធ្វើអាវុធហើយខ្ញុំសម្រេចចិត្តថានឹងធ្វើអាវក្រោះមួយទៀត Bruh, 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 bruh. បន្តមកទៀតគឺលោកតា Sensei Moro គឺតម្រូវឲ្យយើងទៅ enchant ដាវធ្វើឲ្យដាវយើងខ្លាំងជាងមុន បន្តមកទៀតយើងមកកន្លែងនេះដើម្បីធ្វើឲ្យដាវយើងមានភ្លើង បន្ទាប់មកទៀតលោកតា Sensei Moro ឲ្យយើងទៅជួបជាមួយនឹងលោកតាម្នាក់ទៀតដើម្បីយក portal ពេលយើងមានដាវនិងអាវក្រោះហើយគឺយើងមកធ្វើ quest វាយ zombie ដើម្បីទទួលបានលុយ ហើយវិធីសាស្ត្រមួយទៀតដើម្បីរកលុយបានលឿនគឺយើងមកជួបជាមួយនឹងអាប៉ា Bird គឺគាត់បានបាត់ហ្គីតារបស់គាត់គឺតម្រូវឲ្យយើងទៅរកហ្គីតាឲ្យគាត់ បន្ទាប់ពីយើងយកហ្គីតាឲ្យគាត់ហើយគាត់នឹងផ្ដល់សាវឲ្យយើងមួយដើម្បីយកកូនសាវហ្នឹងទៅចាក់កន្លែងទិញ PX តែ PX ហ្នឹងមានតម្លៃ 25k លុយរបស់ខ្ញុំគឺអត់គ្រប់ទេយ៉ាងណាខ្ញុំមិនអាចទិញ PX ហ្នឹងក្នុងពេលនេះបានទេហើយវិធីសាស្ត្រមួយទៀតក្នុងការរកលុយឲ្យលឿនគឺយើងត្រូវជីករ៉ែដើម្បីរកចេកឲ្យបាន 30 ហើយយើងឆ្លង portal ទៅ Forgotten Kingdom បន្ទាប់ពីយើងមកដល់ Forgotten Kingdom ហើយគឺយើងត្រូវហែលទឹកទៅជួបជាមួយនឹងស្វាមួយដែលអត់មានចំណីអាហារចឹងហើយយើងត្រូវផ្ដល់ចេក
ឲ្យស្វាហ្នឹងចំនួន30វានឹងផ្ដល់លុយឲ្យយើងចំនួន1000